ប្រជាជនឃុំសែបស្រុកកំពង់ត្រលែករួមគ្នាដំបុកស្រិតថ្មីអមុខសាមគ្គីមហាគ្រួសារខ្មែរយុទ្ធជជនកងទ័ពជុំមុខនិងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនាព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025ប្រជាជនឃុំសែបបាននាំគ្នាដាក់បុកស្រិតថ្មីអំបុកសាមគ្គីមហាគ្រួសារខ្មែរយុទ្ធជជនកងទ័ពជមុកនិងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃដែលមានការចូលរួមពីឯកឧត្តមអ៊ុំខេមកោអនុប្រធានក្រុមការងារចំនួនឋានស្រុកកំពង់ត្រឡាញនិងលោកប៉ែនចន្ទរារិនអនុប្រធានក្រុមការងារចំនួនឋានស្រុកកំពង់ត្រឡាញនិងជាប្រធានក្រុមការងារចំនួនឋានឃុំសែមលោកវ៉ាន់ស៊ីផាអភិបាលនៃគណៈអភិបាលស្រុងក្រុមការងារចំនួនឋានឃុំសែមអភិបាលរងស្រុងមន្ត្រីរាជការអាជ្ញាធរភូមិឃុំប្រជាការពារនិងប្រជាពលរដ្ឋចូលរួមចំនួន250នាក់តបការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានប្រកាសកាលពីថ្ងៃទី10ខែធ្នូឆ្នាំ2025ថាការទទួលទានអំបុកស្រិតថ្មីវាស្ត្រីឈ្លានពានប្រជាជនឃុំសែបបាននាំគ្នាដាក់អំបុកស្រិតថ្មីអំបុកសាមគ្គីមហាគ្រួសារយុទ្ធជជនកងទ័ពជមុកនិងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងបរិវេណវត្តត្រពាំងជុំស្ថិតនៅភូមិដងតយឃុំសែមស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងលោកប៉ែនចន្ទរារិទ្ធអនុប្រធានក្រុមការងារចំនួនឋានស្រុកកំពង់ត្រឡាចនិងជាប្រធានក្រុមការងារចំនួនឋានឃុំសែបបានមានប្រសាសន៍ថាសម្រាប់ឃុំសែបស្រុកកំពង់ត្រឡាចក្នុងនាមជាខ្មែរជួយខ្មែរបេះដូងរបស់ប្រជាជនស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនៅជួរក្រោយតែងតែចាំជួយគ្រប់គ្រងនិងផ្ដល់កម្លាំងចិនជូនចំពោះបងប្អូនជាមុខជានិញក៏បានរៀបចំពិធីដាក់អំបុកស្រិតថ្មីនិងការវេចខ្ចប់អំបុកសាច់ជ្រូកពងទាសម្ភារៈនិងថវិកាដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជមុកនិងជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃបានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងស្មារតីខ្មែរតែមួយលោកវ៉ាន់ស៊ីផាអភិបាលនៃគណៈអភិបាលស្រុកបានបញ្ជាក់បន្ថែមទៀតថាក្នុងពេលនេះម៉ោងនេះខ្ញុំដឹងកងទ័ពយើងនៅជមុកកំពុងប្រឈមនឹងការលំបាកមួយសំខាន់បដូរជីវិនប្រឆាំងតទល់នឹងខ្មាំងឈ្លានពានរបស់ថៃនៅក្នុងសមរភូមិក្រោយខ្ញុំសូមសម្ដែងនូវការដឹងគុណនិងសេចក្តីគោរពជាទីខ្ពង់ខ្ពស់បំផុតដែលមានឆន្ទៈរបស់កងកម្លាំងទាំងអស់នៅសមរភូមិមុំកំពុងប្រឆាំងនឹងចារឈ្លានពានទឹកដីគឺមានគោលបំណងចំពោះជាតិទាំងមូលហើយខ្ញុំនៅសមរភូមិក្រោយបញ្ញាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកងទ័ពយើងនៅជមុងទន្ទឹមនឹងនេះផងដែររដ្ឋបាលស្រុកកំពង់ត្រឡាចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋពាណិជ្ជករសិប្បករវិនិយោគិននិងសប្បុរសជនទាំងអស់សូមមេត្តាចូលរួមបរិច្ចាគអំណោយជាថវិកាស្បៀងអាហារគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ផ្សេងៗឬថ្នាំពេទ្យតាមលទ្ធភាពនិងសទ្ធាជ្រះថ្លារៀងៗខ្លួនដោយវីរៈកងទ័ពជមុងរបស់កម្ពុជាកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងការការពារបរណភាពទឹកដីតតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃដែលនៅតែចិញ្ចឹមចិត្តឈ្លានពានបលើដែនដីអធិបតេយ្យភាពរបស់កម្ពុជាតាមរយៈរដ្ឋបាលស្រុកកំពង់ត្រឡាញចំនួន3ទីតាំងសាលាស្រុកកំពង់ត្រឡាញទីតាំងផ្សារសាលាដី5និងទីតាំងផ្សារខ្នល់ទទឹងប្រជាពលរដ្ឋស្រុកកំពង់ត្រឡាយសូមគោរពជូនដល់វីរៈកងទ័ពជមុកទាំងអស់ដែលបំពេញបេសកកម្មជមុងសូមមានសុខភាពល្អនិងទទួលបានជ័យជំនះពីខ្មាំងឈ្លានពានសូមទទួលបាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ